សួស្តីបងប្អូននេះថ្ងៃនេះចង់មកបង្ហាញអំពីកូនកដោបណាកូនកដោបមិនចន្លែកបងប្អូនកាលនោះគាត់ដាក់តែ2ខំពងពូជទេប៉ុន្តែគាត់ដាក់ឲ្យក៏គាត់មិនបែងចែកថាឥឡូវ2ថ្ងៃក៏3ថ្ងៃយកចេញគាត់ដាក់ឲ្យញាស់ទាំងអស់មកគាត់យកចេញហើយចន្លែកទាំងថាកដោបនោះវាញាស់មកវាមានទូចធំបងប្អូននេះស្មើទាំងអស់នេះចឹងគាត់ក៏ឆ្ងល់ដែរហេតុអីបានជាពងពូជហដងធ្លាប់ញាស់តែ1ថ្ងៃ2ថ្ងៃវាបដាគ្នាមានទូចមានធំណាដល់ពេលម្ដងហ្នឹងវាញាស់មកវាស្មើយ៉ែបងប្អូននេះបាទនេះខ្ញុំមិនដឹងដែរតាមសម្ដីរបស់គាត់ប្រាប់ណាបាទហត់ដល់គាត់ដាក់3ថ្ងៃនោះក៏យកចេញឬមក2ថ្ងៃក៏យកចេញហើយគាត់តែនេះអត់ទេគាត់ដាក់ឲ្យញាស់ទាំងអស់មករយៈពេលថាវា4ថ្ងៃឲ្យញាស់ទាំងអស់ហើយបានគាត់យកអញធុងចេញមកក្នុងស្នោនោះបាទនេះបាទហើយឥឡូវលោកកដោបវាញាស់ស្មើគ្នាបងប្អូនមានទូចធំមើលទៅនេះវាគាត់លអៀងបន្តិចនេះគាត់នេះវាអៀងទីទូចនេះបាទប៉ុន្តែកម្លាំងវាមាំមកហើយគាត់ដាក់តែ2ខំឲ្យពងពូជហ្នឹងមកសូនធំទូចហ្នឹងនេះគាត់ចង់ពិសោធន៍មកតើវាចង់ខ້ອຍទៅជាណាចាំមើលតាមទស្សនាជាមួយខ្ញុំបាទទៀតបងប្អូនបាទសូមអរគុណហើយត្រង់មួយនេះបាន3ខំដែរបាទគាត់ដាក់តែ3ខំត្រង់មកគាត់មួយនេះប៉ុន្តែរដូវកាលនេះគាត់អត់មានលឹកជែកទេបងប្អូនអស់លីលឹកជែកគាត់វាយអាស្មៅអ៊ីស្រាអែលមកនេះស្មៅអ៊ីស្រាអែលហើយកដោបហូបវាស៊ីលឿនបងប្អូនអ៊ីស្រាអែលហ្នឹងណាអានេះវាជាតិវីតាមីនច្រើនបាទជាតិវីតាមីនច្រើនហើយកដោបឆាប់ធំហ្មងឆាប់ធំលឿនហ្មងណាអស៊ីហ្នឹងហើយរដូវកាលនេះវាខ្សត់ស្មៅហើយស្មៅគាត់ដាំទុកសម្រាប់បំពន់កដោបអញ្ចឹងតែឥឡូវគាត់ឲ្យស៊ីតាំងពីនៅទូចទៅមកបាទទៅទូចឲ្យស៊ីមកហើយអញ្ចឹងលោកគាត់ស្ទុះលឿនស្មើគ្នាបងប្អូនអញ្ចឹងបើថាអ្នកចង់ចាំកុំភ្លេចតាមស្មៅហ្នឹងបងប្អូនស្មៅលឹកធំហ្នឹងនេះបាទស្មៅហ្នឹងវាជាតិវីតាមីនហើយស្មៅហ្នឹងកុំថាឡៃមាន់ទាអីក៏ស៊ីដែរគោហ្នឹងដឹងតែនេះហើយទុកតែមកធ្វើលបងត្រឹមត្រូវហ្នឹងគឺវាស៊ីអស់ហើយស្មៅវាជាតិផ្អែមបងប្អូនបាទនេះមើលនេះបាទតែប្រហែលគឺស៊ីអស់ខានបានដាក់ឲ្យសាកដោបស៊ីឯនេះមើលហើយចាំទៅមើលធុងមួយទៀតជាមួយខ្ញុំមើលហើយធុងនេះមុនគេមកបងប្អូននេះរដូវកាលក្រោយគាត់ដាក់5ត្រង់5ត្រង់គឺស្មើដល់ចឹងបងប្អូននេះអានេះមុនគេគាត់ដាក់នេះបាន3ថ្ងៃគាត់លើកចេញឲ្យទៅដាក់ទៅខាងនោះទៀតណាបាទហើយនៅមើលធុងនោះវាល្អបងប្អូនហើយកូវីដមានកម្លាំងមកហើយគាត់កន្លែងនេះត្រូវថ្ងៃយើងបាទត្រូវថ្ងៃយើងអាត្រង់ដបូងមិញគាត់ឆ្ងល់ដែរគាត់ថាត្រង់នៅក្នុងមលប់ទេហេតុអីបានកូនកដោបវាធំស្មើគ្នាល្អម៉េចគាត់កំពុងធ្វើពិសោធន៍ទៅត្រង់នោះមួយគឺនៅមលប់ជាងគេណាយើងនៅដងកូនកដោបតែនៅក្នុងមលប់ខ្លាំងគឺវាអត់ធំទេហើយចលែកនោះណាត្រង់នោះមួយប៉ុន្តែត្រង់គាត់ទូចត្រង់នោះបាទប្រហែលជា1ម៉ែត្រកន្លះ2ម៉ែត្រប៉ុណ្ណឹងទេប៉ុន្តែកូនកដោបនោះវាល្អប្លែកពីគេអញ្ចឹងគាត់ឆ្ងល់បងតាមដានគាត់ធ្វើបទពិសោធន៍នៅមួយទៀតដើម្បីចែកម្លែកជូនបងប្អូនឲ្យដឹងហើយបន្តិចទៀតបងប្អូនទៅជួបខ្ញុំជាមួយគាត់បន្តិចរបៀបឲ្យស៊ីស្មៅគាត់ថាគាត់ដាក់ឲ្យស៊ីក្នុងមួយថ្ងៃប្រហែលដងមានប្រភេទស្មៅខ្លះអញ្ចឹងណាបាទហើយបានកូនកដោបគាត់ល្អហើយអត់មានជំងឺគេទេនេះល្អគាត់ចាំហើយគាត់ជោគជ័យរហូតបងប្អូនគាត់ជោគជ័យរហូតគាត់ធ្វើគាត់ច្បាស់របស់គាត់ណាអញ្ចឹងបានថាធ្វើស្បិតតែកដោបនេះមិនមែនយើងឲ្យដាក់ទឹកដីឲ្យវាស៊ីប៉ុន្តែយើងត្រូវថែរក្សាវាដែរទី1យើងត្រូវមើលខ្លាយគីឡូមានសម្រយឡើងខ្លាយគីឡូមានផ្សែងហុយកបែបាទខ្លាយគីឡូអ្នកណាមកជក់ប្រៃនៅកបែហ្នឹងគឺវាងាយនឹងរងផលប៉ះពាល់បងប្អូនងាយនឹងរងផលប៉ះពាល់ណាអញ្ចឹងមកខ្ញុំតែងបង្ហាញវីដេអូមុនយ៉ាងដែរថាកាលណាមិនចិត្តផ្សែងមិនចិត្តពុលនៅកបែគឺវាកដោបយើងគឺវាជួបគ្រោះថ្នាក់ហើយបាទចាំតិចទៀតទៅជួបខ្ញុំជាមួយគាត់តើគាត់មានបទពិសោធន៍អ្វីខ្លះដើម្បីចែកម្លែកបងប្អូនមើលបាទសូមអរគុណសូមចេញទៅខ្ញុំបាទសូមអរគុណរដូវកាលហ្នឹងគាត់ដាក់5ត្រង់បងប្អូននេះបាទ5ត្រង់មកហើយទៅគាត់ល្អពេញ5ត្រង់មកបាទទៅទី2បាទនេះត្រង់ទី3ត្រង់ទី4ត្រង់ទី5ហើយត្រង់ទី4បងប្អូនខ្ញុំថាគាត់ធ្វើបទពិសោធន៍ណាត្រង់ទី4នេះត្រង់នោះគឺកដោបហ្នឹងវា
នៅក្នុងលុបជាងគេបងប្អូនលុបជាងគេឲ្យឆ្ងល់គាត់ឆ្ងល់ដល់ពេលគាត់ដាក់ទៅគាត់អត់មានយកពងចេញទេគាត់ដាក់ពងប្រហែលជា2ខាំប៉ុណ្ណឹងទេហើយគាត់ដាក់មិនយកចេញទេបាន2 3ថ្ងៃគាត់ដាក់ទៅអស់ហ្មងប៉ុន្តែកដោបវាប្លែកពីគេវាប្លែកថាវាស្មើមកស្មើគ្នាទាំងអស់ហ្មងចឹងគាត់ឆ្ងល់ដល់គាត់ចឹងជាមួយពិសោធន៍ត្រង់នឹងមួយដើម្បីចង់ដឹងនឹងចែកសម្ដីឲ្យបងប្អូនដឹងណាបាទនឹងអរគុណបងប្អូនហើយស្មៅគាត់ក្បែរផ្ទះបងប្អូននេះស្មៅក្បែរផ្ទះហ្នឹងគាត់ដាំណាហើយដាំសាក្រោយឯងប៉ុន្តែនេះកាត់លុយផ្សារនេះពូឯងនេះកាត់ពីសារបស់គាត់ប៉ុន្តែដល់ពេលបែកកូនបងប្អូនអូល្អណាស់នេះស្មៅនឹងហើយស្មៅនេះកដោបស៊ីនេះស៊ីចាប់ធំហ៎ហើយនេះបងប្អូនមកចង់ចាំស្មៅនេះបងប្អូនហើយតំណែងមកគាត់ទិញមកគាត់មកគាត់ខ្វះទេបងប្អូនគាត់មានស្មៅនឹងឲ្យទៀតបើសិនទិញពងពូជគាត់ឬមួយក៏ទិញសាច់របស់គាត់មានស្មៅនឹងព្រីឲ្យទៀតគាត់អត់លក់អីបាទហ្នឹងហើយទូរស័ព្ទគាត់នឹង088 789 2466បាទបងប្អូនតាក់ទងមកគាត់មកបាទគាត់នឹងចែកម្លែកបទពិសោធន៍ដែលគាត់ចិញ្ចឹមកដោបហ្នឹងហើយដាំស្មៅដើម្បីហ្នឹងគាត់ព្រីឲ្យមកស្មៅបាទគាត់ដាក់ឲ្យទៅមកហ្នឹងហើយអ្នកទៅមកគាត់បងប្អូនហើយនេះគាត់ដាំមានអំពៅទេបងប្អូនហើយអំពៅសារជាតិវីតាមីនសម្រាប់កដោបស៊ីហើយអញ្ចឹងមកគាត់សុវត្ថិភាពនឹងការថែរក្សាកូនកដោបរបស់គាត់ណាយើងអត់មានបារម្ភខ្លាយគីឡូស្មៅនឹងវាមានគេបាញ់ថ្នាំគេមានស្អីបាទនេះគេឃើញល្អដែរគាត់ដាំល្អហើយនេះនៅក្បែរផ្ទះគាត់ដាក់នេះប្រហែលជា10ម៉ែត្រទៅក្រោយនោះវា20ម៉ែត្រហើយ150បងប្អូនហើយបើនិយាយត្រឹម5កដោបគាត់ស៊ីមិនអស់ទេហើយគាត់ដាក់នោះប្រហែលជា30ម៉ែត្រដែរ30ម៉ែត្រ150ដែរនោះនេះគាត់ប្រើស្មៅ ETN នេះបាទល្អណាស់នឹងអរគុណបងប្អូន